បងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំលើកយកលំហាត់នៅក្នុងមេរៀនពន្លាតកន្សោមបច្ចិនិតចំនួន2យកមកដោះស្រាយចំពោះមេរៀនពន្លាតកន្សោមបច្ចិនិតហ្នឹងគឺងាយស្រួលទេប៉ុន្តែបើសិនជាយើងអត់ចេះលំហាត់តូចៗបែបហ្នឹងទេក៏យើងអាចទៅដោះស្រាយលំហាត់នៅមេរៀនខាងមុខបានដែរតោះមុននឹងយើងចូលទៅដោះស្រាយយើងមួយសិនថាតើប្រធានរបស់យើងហ្នឹងគឺគេចង់ឲ្យយើងរកអ្វីខ្លះនិងប្រាប់អ្វីដល់យើងខ្លះចំពោះប្រធានរបស់យើងនេះគឺចោពន្លាតកន្សោមខាងក្រោមអញ្ចឹងគេគោលបំណងរបស់ប្រធាននេះគឺចង់ឲ្យយើងពន្លាតកន្សោមពីរនេះពន្លាតកន្សោម C និងកន្សោម D របស់យើងហ្នឹងណាចាជាដំបូងហ្នឹងយើងមកពន្លាតកន្សោម C ជាមុនសិនមុននឹងយើងពន្លាតកន្សោម C យើងតាំងដើម្បីឲ្យវាចាំសិនអញ្ចឹងយើងតាំងតួ A ហ្នឹងគឺជាតួទី1យើងតាំងតួ A របស់យើងហ្នឹងគឺជាតួទី1និងតួ B គឺជាតួទី2អញ្ចឹងយើងយកតួ A យើងហ្នឹងយកមកពន្លាតជាមួយនឹងកន្សោមខាងនេះរបស់យើងនឹងមកគឺបានតួ A ជាតួទី1របស់យើងយកមកគុណជាមួយនឹងកន្សោមមួយទៀតអញ្ចឹងបាន A គុណជាមួយនឹង A ក្រេគឺបាន A គីបបន្តមកទៀតយើងយកតួ A នេះយកមកគុណជាមួយនឹងដក 2 AB អញ្ចឹង A គុណជាមួយនឹងដក 2 AB គឺបានដក 2 A ក្រេ B ជាចុងក្រោយគឺយើងយកតួទី1របស់យើងនឹងយកមកគុណជាមួយនឹងដក 3B អញ្ចឹងA គុណជាមួយនឹងដក 3B គឺបានដក 3A B ក្រេបន្ទាប់ពីគុណតួទី1អស់ហើយយើងមកគុណតួទី2ម្ដងអញ្ចឹងតួ B របស់យើងជាតួទី2យើងយកដក B គុណជាមួយនឹង A ក្រេគឺបានដក A ក្រេ B ហើយមកទៀតយើងយកតួទី2របស់យើងហ្នឹងគឺយកមកគុណជាមួយនឹងដក AB អញ្ចឹងដក B គុណជាមួយដក AB គឺបានបូក 2A B ក្រេពីចុងក្រោយយើងយកតួទី2របស់យើងហ្នឹងមកគុណជាមួយនឹងដក 3B ដក 3B ក្រេដក B គុណជាមួយនឹងដក 3B ក្រេគឺបានបូក 3B គីបបន្ទាប់ពីគុណពន្លាតកន្សោមរួចហើយគឺយើងអាចគណនាបានហើយដោយ A គីបរបស់យើងគឺអត់មានអីគណនាទេយើងដាក់វាមកដដែលមកបន្ទាប់មកដក 3B បូក 3B គីបហ្នឹងគឺយើងយកវាមកដាក់នៅខាងមុខដែរមកបន្ទាប់ពីមើលតួគីបហើយយើងមកមើលតួ A ក្រេម្ដងអញ្ចឹងយើងមានដក 2A ក្រេ B និងបូកនឹងដក A ក្រេ B អញ្ចឹងដក 2A ក្រេ B និងដក A ក្រេ B ហ្នឹងគឺបានបូក 3A ក្រេ B ចំពោះ A ក្រេ B ហ្នឹងគឺមេគុណពីមុខវាគឺមានលេខ1បន្ទាប់ពីមើល A ក្រេ B រួចហើយយើងមកមើល A B ក្រេម្ដងអញ្ចឹងយើងមានដក 3យើងមានដក 3A B ក្រេនិងបូក 2A B ក្រេអញ្ចឹងដក 3A ក្រេ B និងអញ្ចឹងដក 3A B ក្រេនិងបូក 2A B ក្រេហ្នឹងគឺបានដក A ក្រេ A B ក្រេលំហាត់សេរបស់យើងហ្នឹងគឺចាប់តែប៉ុណ្្នឹងហើយចម្លើយគឺបែបហ្នឹងអញ្ចឹងយើងដាក់ដូចនេះមកដូចនេះដាក់វាឲ្យស្អាតមកសេស្មើ A គីបបូក 3B គីបបូក 3A ក្រេ B ដក A B ក្រេ